ពាក្យសន្តិភាពប្រមាថយើងអាចធុញយើងអាចស្ដាប់ឮរាល់ថ្ងៃយើងអាចដេកយល់សពគេថាឲ្យខ្ញុំនិយាយឮតែនិយាយពាក្យហ្នឹងគេថាគេធុញខ្ញុំថាពីណាធុញទៅខ្ញុំនិយាយទៀតរហូតតតែអ្នកដេកយល់សពក៏យល់សពឃើញដែរវាប្រសើរជាងបាត់ពាក្យនេះហើយមនុញ្ញផលនៃពាក្យមួយម៉ាត់នេះដែលយើងរំលឹកវាគឺដើម្បីចងចាំទៅថែរក្សាវាដើម្បីបានផលជាបន្តបន្ទាប់ដូចថ្ងៃនេះដូចនៅតាមផ្លូវ44សម្រាប់អ្នកអរ៉ាល់នឹងប្រជាពលរដ្ឋផ្សេងៗនៅខេត្តកំពង់ស្ពឺរបស់យើងនេះគឺជាកិច្ចការនិងជាតល័យកនិងជាមូលហេតុដែលយើងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នៅការប៉ុនប៉ងណាមួយដែលចង់ឲ្យបែកបាក់ជាតិរបស់យើងប៉ុនប៉ងនៅក្នុងការធ្វើឲ្យមានភាពវឹកវរនៅក្នុងសង្គមជាតិរបស់យើងពួកពាក្យនេះសំខាន់គ្មានប្រទេសណាសន្តិសុខសบายចិត្តដោយសារសង្គ្រាមឬភាពបែកបាក់អស្ថិរភាពក្នុងប្រទេសនោះទេបាទចង់ប្រទេសបរិយប្រទេសសេរីប្រទេសកុម្មុយនីសប្រទេសសង្គមនិយមប្រទេសស្អីក៏ដោយតាសង្គ្រាមហើយគឺស្លាប់មនុស្សហើយគ្រាប់កភ្លើងគ្មានខ្យល់របបទេគ្រាប់កភ្លើងគ្មានស្គាល់លោកសង្ឃគ្រាប់កភ្លើងគ្មានស្គាល់បាទយេស៊ូវគ្រីស្ទវត្តវិហារនោះទេតាបាញ់គ្នាគឺស្លាប់អស់ហើយបាញ់គ្នាគឺគ្មានឱកាសសម្រាប់កសាងទៀតទេស្ពានរាប់សិបឆ្នាំតម្រាំទៅធ្វើបានដាក់គ្រាប់បែកតាមម៉ាស៊ីកុងខ្ទេចអស់លីបាទនេះគឺជាការពិតជីវិតឪពុកម្ដាយបង្កើតឡើងចិញ្ចឹមឡើង20-30ឆ្នាំច្បាំងគ្នាតាមមកប្រព្រឹត្តអាចកាត់ផ្ដាច់ជីវិតដាក់រាប់រយនាក់លើសមរភូមិអញ្ចឹងយើងកុំឲ្យជីវិតមនុស្សបំផ្លាញដោយសារអស្ថិរភាពនិងសន្តិគេថាបាត់បង់នៅសន្តិភាពនិងសង្គ្រាមឡើយទេប្រទេសយើងឆ្លងកាត់ឆ្អែតហើយប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យរីកលូតលាស់នៃកំណើនសេដ្ឋកិច្ចនិងសកម្មភាពនៅឱកាសសម្រាប់ប្រជាពលរដ្ឋរបស់យើង